អោពណ៌ផ្សេងមកពាក់ពីក្រៅទៅប៉ុណ្ណឹងក៏ចប់រឿងហើយបើមិនជឿទៅសួរគេទៅខ្ញុំថែមលុយឲ្យម៉ាក់នាង10000ទៀតផងនាងងើយហើយហួសចិត្តក៏កាន់លុយត្រឡប់ទៅផ្ទះម៉ាក់និងប្អូនប្រុសឃើញលុយហើយសប្បាយចិត្តណាស់តែនាងបែរជានិយាយរឿងបណ្ដាំឪពុកនាងទាញចប់ជីកបំរុងទៅជីកស្ពើពុកយកមកដាក់មុខផ្ទះបងឯងឈួតហើយហ៎បើគេដឹងរឿងហ្នឹងគេមិនជិះក្បាលយើងងាប់ទេហើយទៅជីកភ្នោឪពុកឯងរន្ទះបាញ់មិនខានប្រាប់ឲ្យហើយណាប៉ាគាត់ទៅបានសុខហើយបងឯងទៅជីគាត់មកវិញពិតជាកូនអប់តញោមមែននាងថាបើមិនធ្វើតាមបណ្ដាំឪពុកទេខ្លាចតែមិនឃើញពលឺថ្ងៃស្អែកទាំងអស់គ្នាតែម៉ាក់និងប្អូនគិតថានាងនិយាយរឿងមិនសមហេតុផលប្អូនប្រុសហ៊ានធានាថាមិនមានរឿងអីកើតឡើងទេបើមានរឿងអីគេទទួលខុសត្រូវម្នាក់ឯងតែនាងនៅតែទូចចង់ទៅជីភ្នោម៉ាក់តតម្រេះក៏ចាប់ផ្ដើមយំលោឡារកងាប់រករស់ថ្ងៃហ្នឹងបើហ៊ានទៅម៉ាក់រត់ទៅឲ្យឡានបុកមើលនិយាយម៉ាត់ណាម៉ាត់នឹងសង្ឃឹមថាបណ្ដាំឪពុកគ្រាន់តែជាការគំរាមទៅចុះឃើញនាងព្រមចុះចាញ់ពីរអ្នកម៉ាក់កូនក៏អប់លុយសប្បាយចិត្តស្រាប់តែពាក់កណ្ដាលអាធ្រាកកយសំឡេងគូសទ្វារពីខាងក្រៅនាងកំពុងតាំងសមាធិលើគ្រែយឺសំឡេងគូសទ្វារក៏មានអារម្មណ៍មិនស្រួលម៉ាក់និងប្អូនប្រុសក៏ភ្ញាក់ដោយសារសំឡេងនោះដែរគេជារអ៊ូស្មានថានាងលេងសាច់បន្លាចក៏ស្ទុះទៅបើកទ្វារដើម្បីចាប់ថានាងបន្លំនាងកំពុងតែភ័យខ្លាចនឹងបណ្ដាំឪពុកនៅឡើយស្រាប់តែពេលប្អូនប្រុសបើកទ្វារភ្លាមក្រដាស់លុយខ្មោចក៏ហោះចូលមកពេញផ្ទះខាងក្រៅមានបរិសុទ្ធអោក្រហមគ្មានស្រមោលម្នាក់ឈរនៅម៉ាក់សួរថាយប់ធ្វើនឹងហើយអាណាមកគោះទ្វារចំណែកនាងវិញភ័យឡើងស្លេកមកម៉ាក់បិទទ្វារភ្លាមគឺសុបដែលខ្ញុំសែងនោះហើយសំឡេងដកដង្ហើមភ័យខ្លាច